ตอนนี้សូមធ្វើការអាប់ដេតនៅព្រឹត្តិការណ៍ព័ត៌មានសម្រាប់ថ្ងៃទី8ខែមករាឆ្នាំ2026សម្រាប់ថ្ងៃទី8នេះយើងឃើញថាស្ថានភាពនៅឯព្រំដែនមិនមានអ្វីគួរឲ្យកត់សម្គាល់ទេជាពិសេសករណីផ្ទុះអាវុធមិនមានកើតឡើងឡើយប៉ុន្តែចំណុចសំខាន់ដែលក្រសួងការបរទេសកម្ពុជាបានប្រកាសជាផ្លូវការថាយោធាថៃបានរុករានទន្ទ្រានលើដែនអធិបតេយ្យភាពហើយឈរជើងនឹងការកាប់នោះបានคล้ายទៅជាខែជឿចាប់របស់ប្រជាជនកម្ពុជាជាទីបំផុតខណៈពេលដែលទ្រព្យសម្បត្តិរបស់ជនស៊ីវិលកម្ពុជាត្រូវបានបំផ្លិចបំផ្លាញដោយយោធាថៃយ៉ាងណាបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជានៅតែបដិញ្ញាចិត្តនៅក្នុងការដោះស្រាយចំនួនព្រំដែននិងទាមទារដែនអធិបតេយ្យភាពរបស់កម្ពុជាដោយកម្ពុជានៅតែមានគោលជំហរយ៉ាងដាច់អហង្ការថាកម្ពុជាមិនបានផ្ដល់សម្បទានដីធ្លីចំពោះប្រទេសថៃឡើយយើងងាកទៅកាន់ព្រឹត្តិការណ៍ដែលកំពុងតែរំជើបរំជួលមួយទៀតនៅក្នុងប្រទេសកម្ពុជាគឺករណីអ្នកជំនួញដ៏ល្បីល្បាញរបស់ប្រទេសចិនម្នាក់ដែលមានសញ្ជាតិកម្ពុជាគឺលោកអុកញ៉ាជេនស៊ីត្រូវបានសមាជិករបស់កម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី6ខែមករាឆ្នាំ2026នេះហើយបន្ទាប់ពីចាប់ខ្លួននេះលោកជេនស៊ីនឹងត្រូវបានបញ្ជូនខ្លួនទៅកាន់ប្រទេសចិនផងដែរបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃរបស់កម្ពុជាបានបញ្ជាក់ឲ្យដឹងថានៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែននិងផ្អែកទៅលើសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ខ្លួនពលរដ្ឋចិនចំនួន3នាក់រួមមានឈ្មោះជេនស៊ីនិងបកពួក2នាក់ទៀតបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថាឈ្មោះជេនស៊ីនេះត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរដោយផ្អែកទៅតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីខែធ្នូឆ្នាំ2025មកម្លេះករណីនៃការចាប់ខ្លួនលោកជេនស៊ីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Holding Group កាលពីថ្ងៃទី6ខែមករាឆ្នាំ2026នេះវាបានក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចដែលកម្ពុជាបាននឹងកំពុងតែពង្រឹងច្បាប់និងតុល្យភាពនៃទំនាក់ទំនងកម្ពុជាចិនការចាប់ខ្លួនបុគ្គលដែលមានឥទ្ធិពលសេដ្ឋកិច្ចលំដាប់កំពូលដូចជាអ្នកអុកញ៉ាជេនស៊ីនិងការត្រៀមខ្លួនបញ្ជូនទៅកាន់ប្រទេសចិនបានបង្ហាញអំពីកម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងទីក្រុងភ្នំពេញនិងទីក្រុងប៉េកាំងនេះគឺជាសញ្ញាណនៃយុទ្ធនាការសម្អាតដ៏ធំមួយទៅលើសកម្មភាពសេដ្ឋកិច្ចពណ៌ប្រផេះដូចជាការលាងលុយកខ្វក់លបែងស៊ីសងអនឡាញបទល្មើសឆ្លងដែនដែលរដ្ឋាភិបាលចិនបានព្យាយាមបង្ក្រាបជាយូរមកហើយនៅក្នុងជ្រុងភូមិសាស្ត្រនយោបាយកម្ពុជាបាននឹងកំពុងតែបង្ហាញទៅកាន់ពិភពលោកថាសញ្ជាតិកម្ពុជាមិនមែនជាខែលការពារចំពោះបុគ្គលណាដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់មហាអំណាចចិននោះឡើយសកម្មភាពនេះជួយពង្រឹងទំនុកចិត្តរបស់ទីក្រុងប៉េកាំងមកលើកម្ពុជាប៉ុន្តែវាគឺជាការព្រមានទៅដល់អ្នកវិនិយោគដទៃទៀតថាបរិយាកាសធុរកិច្ចនៅកម្ពុជាកំពុងតែផ្លាស់ប្ដូរទៅរកដំណាភាពនិងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតហើយជុំវិញព្រឹត្តិការណ៍នៃការចាប់ខ្លួនក្រុមប្រឹក្សាភិបាលរបស់ Holding Group មួយនេះធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជាក៏មិនអនុញ្ញាតឲ្យធនាគារ Prince បន្តធ្វើប្រតិបត្តិការតទៅទៀតឡើយចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើអាចដកប្រាក់បានជាធម្មតាចំណែកឯអតិថិជនដែលមានប្រាក់កម្ចីត្រូវបន្តបង់ប្រាក់ជាធម្មតាសូមបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិជ្រាបជាព័ត៌មានមួយវិញទៀតសម្រាប់ថ្ងៃទី8ខែមករាឆ្នាំ2026នេះបើយើងងាកមកលើបញ្ហាសន្តិសុខជាតិដែលបងប្អូនប្រជាជនកម្ពុជាយើងកំពុងតែមានការកង្វល់ជាខ្លាំងនិងព្រួយបារម្ភចំពោះសុខទុក្ខក៏ដូចជាបញ្ហាបងប្អូនប្រជាជនកម្ពុជាដែលបានធ្វើការភៀសសឹកកន្លងមកចេញពីផ្ទះសម្បែងចេញពីតំបន់ដែលភាគីយោធាថៃកាន់កាប់នៅក្នុងចំនួន4ខេត្តរបស់កម្ពុជាដោយខុសច្បាប់បន្ទាប់ពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រោយបទចុះបាញ់រួចមកឥឡូវនេះយើងសង្កេតឃើញថាលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋដែលភៀសសឹកទាំងអស់នោះហើយដែលមានចំនួនទៅដល់រាប់សែននាក់ឯណោះពួកគាត់នៅតែមិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់បានដែលផ្ទះសម្បែងរបស់ពួកគាត់ស្ថិតនៅក្នុងចំណុចខេត្តទាំងអស់ដែលថៃធ្វើការកាន់កាប់ដោយខុសច្បាប់នោះនៅក្នុងនោះលោកប្រាក់សុខុនបានលើកឡើងអំពីវត្តមានយោធាដែលនៅតែបន្តមាននិងសកម្មភាពនានាដែលកំពុងតែប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងការចូលទៅកាន់កាប់តំបន់នោះដោយលោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាថាសកម្មភាពជាក់ស្ដែងនៅលើដីត្រូវតែស្របទៅតាមការបដិញ្ញាចិត្តចំពោះបទចុះបាញ់គោលការណ៍អន្តរជាតិពាក់ព័ន្ធទៅនឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអាស៊ានបងប្អូនជនរួមជាតិជាទីគោរពរាប់អានជាការពិតហើយសកម្មភាពរបស់យោធាថៃគឺមិនឈប់ទេនៅតំបន់ព្រំដែនដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជានោះភាពតានតឹងនៅតាមព្រំដែននៅតែមានតាមរយៈការបង្កហេតុដោយយោធារបស់ថៃអរគុណបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិដែលបានតាមដានទេសនានៅព្រឹត្តិការណ៍អាប់ដេតព័ត៌មានតាំងពីដើមរហូតដល់ចប់យ៉ាងណាក៏ដោយសម្រាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិសុខនៅព្រំដែនសូមសំណូមពរទៅដល់បងប្អូនប្រជាជនកម្ពុជាឲ្យនៅតែបន្តនៃការប្រុងប្រយ័ត្នដដែលក្រោមស្មារតីនៃការយកចិត្តទុកដាក់ទៅលើការធានាសុវត្ថិភាពរបស់យោធាជាពិសេសគឺនៅតំបន់យុទ្ធសាស្ត្រក៏ដូចជាទីលេនដ្ឋានរបស់យោធាកម្ពុជាសូមបងប្អូនកុំធ្វើការថតបង្ហោះនៅរូបភាពទាំងឡាយណាដែលបានបញ្ជាក់អំពីទីតាំងរបស់យោធាកម្ពុជាបើទោះបីជាថ្ងៃនេះមិនមានការផ្ទុះអាវុធកើតឡើងក៏ដោយប៉ុន្តែបើយើងសង្កេតមើលទៅលើភាគីថៃនៅតែមានបំណងអវិជ្ជមានមកលើភាគីកម្ពុជាដដែលដូច្នេះការប្រុងប្រយ័ត្នកម្រិតខ្ពស់គឺជាការធានានូវសុវត្ថិភាពរបស់យោធានិងប្រជាជនកម្ពុជាផងដែរហើយករណីមានរូបភាពបង្ហោះនៅតាមបណ្ដាញសង្គម Facebook ថាយោធាថៃបានប្រើប្រាស់ drone ក៏ដូចជា Samel ដើម្បី
ដើម្បីឆ្លោះចាប់យករូបភាពរថយន្តរបស់អ្នកដឹកស្បៀងដែលដឹកនាំស្បៀងសប្បុរសជនយើងជូនទៅកាន់វីរៈកងទ័ពនៅឯជួរមុខករណីនេះក៏ជាចំណុចផុយស្រួយផងដែរដូច្នេះសូមបងប្អូនដែលគាត់ធ្វើការដឹកស្បៀងជូនទៅកាន់យោធាមេត្តាមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់យោធាកម្ពុជាហើយជាចុងបញ្ចប់នេះខ្ញុំបាទក៏សូមគោរពជូនពរទៅដល់វីរៈកងទ័ពកម្ពុជាដែលនៅជួរមុខសំឡូកមានសុខភាពល្អមានសុវត្ថិភាពដើម្បីរក្សានៅដែនអធិបតេយ្យរបស់កម្ពុជាបន្តទៅទៀតបន្តចំហជាមួយនឹងរដ្ឋាភិបាលដើម្បីពង្រឹងកម្លាំងសាមគ្គីភាពជំរុញឲ្យមានការដោះស្រាយចំនួនព្រំដែននេះដោយសន្តិវិធីឲ្យបានឆាប់រហ័សជាទីបំផុតនិងបន្តពួតដៃគ្នាដើម្បីទាមទារដែនអធិបតេយ្យរបស់កម្ពុជាឲ្យខានតែបានហើយខ្ញុំបាទនៅតែសំណូមពរឲ្យបងប្អូនប្រជាជនកម្ពុជាដែលមានលទ្ធភាពសូមបន្តឧបត្ថម្ភគាំទ្រទៅវីរៈកងទ័ពកម្ពុជាយើងនៅជួរមុខទាំងស្បៀងនិងសម្ភារៈប្រើប្រាស់ចាំបាច់យ៉ាងណាបងប្អូនប្រជាជនភៀសសឹករបស់យើងដែលគាត់មិនទាន់បានត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនោះសូមបងប្អូនសប្បុរសជននៅបន្តយកចិត្តទុកដាក់និងជួយគាំទ្រទៅលើកម្រិតជីវភាពរបស់ពួកគាត់បន្ថែមទៀតផងយើងសង្ឃឹមជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងស្វែងរកដំណោះស្រាយឲ្យបានលឿនជាទីបំផុតជូនប្រជាពលរដ្ឋកម្ពុជាយើងសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះសំខាន់កុំភ្លេចធ្វើការ like ការ comment និង share ទៅកាន់បណ្ដាញសង្គមផង Subscribe Channel ចង់ដឹងទេម្នាក់មួយដើម្បីទទួលបានព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិជាពិសេសគឺបទវិភាគសំខាន់ៗទៅលើបញ្ហាសន្តិសុខជាតិនិងអន្តរជាតិនិងបញ្ហាសេដ្ឋកិច្ចសកលលោកផងដែរសូមអរគុណសូមជម្រាបលាបន្តិចទៀតជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានថ្មីជាបន្តបន្ទាប់